សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំណែនាំមានមេរៀនមួយទៀតមករៀនបងប្អូនទាំងអស់គ្នាទាក់ទងនឹងការដកលុយពី Crystal Tab ចូលទៅក្នុងរបបលុយ Bitcoin អញ្ចឹងដើម្បីបងប្អូនទទួលបាននៅមេរៀននេះសូមបងប្អូនជួយ Subscribe Channel របស់ខ្ញុំបានម្នាក់មួយផងតោះឥឡូវយើងចូលទៅរៀនជាជំហានដំបូងយើងចូលក្នុងកម្មវិធី Crystal Tab ហើយចុចលើ Crystal Tab Dashboard អូខេអញ្ចឹងទឹកប្រាក់ដែលអាចដកបានគឺចាប់ពី1000 BTC និយាយរួមរាប់ពីកតុយទៅណាអញ្ចឹងអូខេយើងមើលហើយយើងរកពាក្យថា withdrawal យើងចុចលើពាក្យ withdrawal ហ្នឹងទៅអូខេយើងចុចដាក់ .in នេះតើតើនឹង address នេះបានមកពីណានេះ Bitcoin address នេះបានមកពីណាគឺបានមកពីរបបលុយនេះបងប្អូនចូលទៅ Cashbase Coinbase នេះជារបបលុយមួយដែលផ្ទុកនៅ Bitcoin ហ្នឹងឯងអូខេអញ្ចឹងយើងទៅយកកន្លែងណាខ្ញុំចុចកន្លែងស្មើ transfer នេះហើយយើងយកពាក្យថា receive វានឹងមានលេខកូដនេះលេខកូដអញ្ចឹងយើង copy វាហើយយកមកផាសនៅក្នុង address ហ្នឹងឯងនេះកន្លែងហ្នឹងគឺយើងយក copy ផាសអូខេឥឡូវយើងបញ្ចូលទឹកលុយអញ្ចឹងទឹកលុយដែលយើងបញ្ចូលរបស់ខ្ញុំមានបានបងប្អូនខ្ញុំភ្លេចបាត់ទៅនេះវាដាក់ខមី maximum ដែលយើងអាចដកបានគឺ1090ចេញវាយមក0.0234090ចឹងយើងអាចដកបានប៉ុណ្ណឹងណាព្រមមីស្មុំយើងមានប៉ុណ្ណឹង04ដង1090អូខេហើយបន្ទាប់មកយើងចុចលើ I'm not a robot តមកទៀតនេះឲ្យយើង verify ឡាននេះក៏បាន verify ឡានយកឡានអស់អូខេអស់ហើយចឹងយើង verify មកខុសទៀតស្ថានអស់យ៉ាងហើយ verify ភ្នំនេះឃើញហើយបងប្អូនចឹងយើងចុចលើ withdraw confirm នេះគេឲ្យយើង confirm ជាមួយ email អូខេចាំមើលនេះចូលក្នុង confirm ហ្នឹង withdraw confirm withdraw យើងគ្រាន់តែចុចលើពាក្យ confirm withdraw ហ្នឹងមកអូខេចាំតិចបងប្អូនខ្ញុំអត់ដើរបាក់អីមួយផ្សេងទៀតអូខេឥឡូវខ្ញុំចូលទៅ confirm តាមវិធីមួយផ្សេងទៀតអានេះចាំបាច់យើងត្រូវទៅ confirm នេះវាទៅ confirm យើងចុច OK មកអូខេហើយយើងចូលទៅមើលនេះមើលតើវាចូលអត់អូខេនេះបងប្អូនឃើញ confirm អានេះខ្ញុំ confirm ដកអានេះ complete ហើយចឹងខ្ញុំធ្លាប់ដក1022ឥឡូវខ្ញុំ request ដក1090ចឹងអានេះគឺជា history វាយ៉ាងថាប្រវត្តិរបស់វាដែលយើងធ្លាប់ដកចឹងដកហ្នឹងវាចូលលុយទៅខាងណាវានឹងចូលលុយនៅក្នុង Bitcoin នេះចឹង Bitcoin នេះទឹកលុយខ្ញុំមានប្រហែលបាទខ្ញុំត្រឡប់មកមើលទឹកលុយហ្នឹងទឹកលុយខ្ញុំមាន1.17 សេនណាពីមុនមាន1.20ជាងអានេះអត្រាដែលវាឡើងតាមទីផ្សារ Bitcoin តម្លៃវាតាមទីផ្សារអន្តរជាតិវាមានឡើងមានចុះថ្ងៃមុនឡើងរហូតដល់1.30ជាងហើយធ្លាក់ដល់1.17សេនណាអញ្ចឹងតម្លៃ Bitcoin យើងមើលទៅយើងអាចដឹងហើយបាទអូខេបងប្អូនត្រង់ចំណុចហ្នឹងបើសិនជាបងប្អូនមានចម្ងល់អីអាចឆាតសួរខាងក្រោម channel របស់ខ្ញុំបានណាអញ្ចឹងអូខេឥឡូវយើងមកមើលវិញតើ1090ហ្នឹងយើងបានប្រហែលសេនគឺយើងបាន6កាក់ដែរអូខេ
ចឹងមេរៀនរបស់ខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណចំពោះបងប្អូនដែលបានតាមដានទស្សនាមេរៀនខ្ញុំតាំងពីដើមរហូតដល់ចប់ចឹងសូមបងប្អូនកុំភ្លេចចុចនៅ Subscribe Channel របស់ខ្ញុំបានម្នាក់មួយផងដើម្បីទទួលបាននៅមេរៀនផ្សេងៗដែលជំនួយដល់បងប្អូនក្នុងការរកលុយតាមរយៈ online បាទសូមអរគុណ